សួស្តីអ្នកទាំងអស់គ្នាដោយថ្ងៃនេះគឺយើងមកតមេរៀនរបស់យើងគឺមេរៀនC++ របស់យើងដោយម្សិលមិញយើងបានសិក្សារួចទៅហើយអំពីការប្រើប្រាស់ Cout console output ហើយយើងរំលឹកមេរៀនយើងទាំងអស់គ្នាដោយមេរៀនដែលយើងត្រូវរៀនកាលពីម្សិលមិញនោះគឺអំពី Cout ដោយ syntax របស់វាគឺCout expression ឬក៏manipulator យើងដឹងហើយថា expression គឺវាផ្ដើមដោយអញ្ញត្តិហើយ manipulator គឺវាជា keyword ដែលយើងយកមកប្រើអញ្ចឹងហើយនេះមួយទៀតគឺជា insertion operator អញ្ចឹងដោយថ្ងៃនេះគឺយើងចូលមេរៀនថ្មីគឺមេរៀនការប្រើប្រាស់ cin console input cin ត្រូវបានប្រើសម្រាប់បញ្ចូលតម្លៃជាលេខតួអក្សរឬអក្សរមួយ clear ពីឧបករណ៍បញ្ចូលទិន្នន័យតាមធម្មតាវាជាក្តារចុចធម្មតាវាគឺជាក្តារចុចគឺជា keyboard សញ្ញានេះគេហៅថាជាសញ្ញានិពន្ធហើយសញ្ញានិពន្ធនេះគឺដោយភាសាអង់គ្លេសសញ្ញានិពន្ធក្នុងទីនេះគឺគេហៅថា stream extraction operator កាលពីមុនគឺ stream insertion operator ដោយឥឡូវនេះគឺយើងចូលដល់ stream extraction operator ម្ដងសញ្ញាវាគឺវាខុសប្លែកពីគ្នាអញ្ចឹងហើយកាលពីមុនគឺសញ្ញាបែបនេះសញ្ញាវាទៅខាងនោះចាសញ្ញាវាទៅខាងនោះហើយម្ដងនេះគឺសញ្ញាវាទៅខាងនេះយើងចំណាំវាណាថា stream insertion operator គឺទៅខាងឆ្វេងហើយចំណែកឯstream extraction operator គឺទៅខាងស្ដាំអញ្ចឹង syntax របស់ cin គឺវាអាស្រ័យទៅលើvariable គឺវាមានប្រភេទ data type ផ្សេងពីគ្នាមាន integer និងដែលជាប្រភេទ data type ហើយ string ដែលជាប្រភេទ character ហ្នឹងគឺជាតួអក្សរអញ្ចឹង syntax ផងវាគឺ cin បន្ទាប់មក extraction operator stream extraction operator ផងយើងហ្នឹងហើយ variable ទី1 variable ទី2ចុចជាដើមអញ្ចឹងដោយឧទាហរណ៍ផងវាគឺទី1គឺយើងសរសេរប៉ុណ្ណេះមក structure ផង C គឺ include iostream បន្ទាប់មក using namespace std បន្ទាប់មក in main ហើយ in main function អានេះគេហៅថាជា function បន្ទាប់មកមាន return 0នេះរួចហើយយើងនឹងរៀនពាក់ព័ន្ធជាមួយនឹង integer និង string ប្រភេទទិន្នន័យ integer ហើយនិង string អានេះគឺជាប្រភេទទិន្នន័យ integer ដែលជាតម្លៃលេខបន្ទាប់មកនេះគឺជាប្រភេទ string ដែលជាតម្លៃរបស់ character អញ្ចឹងយើងចូលទៅក្នុងកម្មវិធីទាំងអស់គ្នាឈប់ចូលទៅក្នុងកម្មវិធីគឺយើងមុននឹងយើងទៅសិក្សាដោយផ្ទាល់គឺយើងមកសិក្សាពីទ្រឹស្ដីផងវានឹងសិនអញ្ចឹងពាក្យដែលត្រូវបានហាមឃាត់នៅក្នុងភាសា C++ ហ្នឹងគឺមានពាក្យដែលជាឈ្មោះអថេហ្នឹងគឺជា variable ដោយឈ្មោះ variable និង function ឬឈ្មោះខ្លះហ្នឹងចេះពាក្យដែលត្រូវបានហាមឃាត់ C++ មានពាក្យពិសេសរបស់វាដែលអ្នកមិនអាចយកទៅបង្កើតជាឈ្មោះអថេ variable ឈ្មោះ function ឬឈ្មោះខ្លះបានឡើយបើអ្នកយកទៅប្រើវានឹងបង្កជាកំហុស syntax error ភ្លាមឧទាហរណ៍នៃពាក្យហាមឃាត់មួយចំនួនគឺមានប្រភេទរៀបចំទិន្នន័យដែលមាន in មាន plot មាន double មាន char មាន boolean និងមាន void តបមកវាមានជាប្រភេទទិន្នន័យមួយទៀតដែលជាប្រភេទទិន្នន័យលក្ខខណ្ឌនិងរង្វិលជុំដោយលក្ខខណ្ឌមាន if else switch case ហើយរង្វិលជុំមាន for while និង do ពាក្យទាំងនេះគឺយើងមិនអាចយកទៅធ្វើជា variable បានទេមិនអាចយកទៅធ្វើជាគេហៅថាធ្វើជាឈ្មោះរបស់ថេបានទេអញ្ចឹង
ដោយមានមួយទៀតគឺពាក្យបញ្ជាផ្សេងៗដែលគេហៅថាជា keyword ផងវាដែរគឺពាក្យថា return ពាក្យថា break ពាក្យថា continue ពាក្យថា class និងពាក្យថា struct ហើយពាក្យថា using ពាក្យថា namespace វានៅមានពាក្យជាច្រើនទៀតត្រង់កន្លែងនេះគឺវាចុចទេណាហើយឧទាហរណ៍យើងឧទាហរណ៍ថាប្រសិនបើយើងប្រកាស in ហើយយើងដាក់ if គឺវានឹង error ភ្លាមព្រោះ if ហ្នឹងគឺជា keyword របស់ C++ នេះនៅត្រង់កន្លែងនេះពាក្យមកជួរហ្នឹងបើសិនបើយើងយកមកដាក់ជាឈ្មោះ array ឈ្មោះរបស់ variable គឺវានឹង error ភ្លាមគឺយើងជៀសវាងឈ្មោះទាំងអស់ហ្នឹងយើងមិនអាចដាក់ជាឈ្មោះរបស់ variable បានទេឈ្មោះរបស់ array បានទេអញ្ចឹងយើងត្រូវប្រើជា in ហ្នឹងទៅដាក់អក្សរនេះវិញ my number វិញហើយស្មើ10អានេះទើបវាត្រឹមត្រូវហើយមួយទៀតគឺអញ្ចេះគឺយើងប្រកាសបែបនេះប្រសិនបើយើងប្រកាសថា in វា load ខ្លួនវាទេតាមយើងមើលសម្គាល់យើងអត់អាចសរសេរអក្សរធំទេតែសរសេរអក្សរធំក៏វា error ដែរអញ្ចឹងនៅក្នុង Word នេះគឺខ្ញុំគ្រាន់តែឧទាហរណ៍ប្រាប់ទេអញ្ចឹងឧទាហរណ៍ថាអញ្ចេះយើងមិនអាចដាក់លេខពីមុខឈ្មោះរបស់ variable បានទេឧទាហរណ៍អញ្ចេះលេខ2ហើយmy integer អញ្ចឹងទៅmy number អញ្ចឹងទៅ my number ស្មើ90អីចឹងទៅគឺអញ្ចឹងក៏វាមិនឲ្យដែរអញ្ចឹងគឺវា error ហើយមួយទៀតគឺវាមិនឲ្យដក clear ទេឈ្មោះរបស់ variable គឺវាអត់ឲ្យដក clear ជាដាច់ខាត in my អីចឹងទៅហើយដាក់ number អីចឹងទៅអានេះក៏វា error ដែរណាយើងអត់អាចធ្វើអញ្ចឹងបានទេអញ្ចឹងក៏ error ដែរអញ្ចឹងយើងជៀសវាងណាយើងជៀសវាងទី1ប្រកាស integer ដោយលេខនៅខាងមុខហើយទី2ប្រកាស integer ដោយដក clear ហើយទី3គឺប្រកាសឈ្មោះvariable ដោយប្រកាសឈ្មោះ variable ដោយ keyword ហើយអ្វីដែលយើងត្រូវប្រកាសនោះគឺយើងត្រូវសរសេរជាប់ហើយជាឈ្មោះដែលមិនជាន់ជាមួយនឹង keyword ឈ្មោះអីក៏ដោយឧទាហរណ៍ថា A B C D ហ្នឹងគឺវាអត់ជាន់ទេក៏ប៉ុន្តែយើងជៀសវាងឈ្មោះរបស់ keyword អញ្ចឹងយើងទៅចូលដល់ឧទាហរណ៍ជាក់ស្ដែងនៅក្នុងកូដរបស់យើងដោយយើងសរសេរកូដទៅដូចម្សិលមិញអញ្ចឹងគឺយើងប្រើ shortcut n control n អញ្ចឹងក្បាលដំបូងគឺសញ្ញាត្រង់ជោគហើយ include include io stream តមក using namespace using namespace std ហើយបន្ទាប់មក in main function in main function បន្ទាប់មក return 0 បន្ទាប់មកនេះផងយើងគឺ cin អញ្ចឹងឧទាហរណ៍ផងយើងគឺ cin នេះត្រង់កន្លែងនេះគឺ cin នៅក្នុងឧទាហរណ៍យើងគឺគេចង់ឲ្យយើងនឹងប្រកាសជាប្រកាសឈ្មោះរបស់ variable បន្ទាប់មកយើងធ្វើការវាយបញ្ចូលនៅក្នុង console ផ្ទាំង console វាយបញ្ចូលទិន្នន័យទាំងអស់នោះនៅក្នុងផ្ទាំង console ហើយចេញលទ្ធផលអញ្ចឹងយើងចូលទៅកូដផងយើងទាំងអស់គ្នាដោយទី1គឺយើងប្រកាស integer ដោយ in ស្មើដោយ in ដោយ in name ដោយ in name អាហ្នឹងយើងប្រកាសឈ្មោះណា in name បន្ទាប់មកយើងតយើងអាចសរសេរបានពីរបៀបយើងសរសេរចេះក៏បាន
ហើយយើងទៅសេតអញ្ចឹងក៏បាន in name អត់ទេ in id យើងសេសតូចទៅ id in age ពួក age វាគឺជាលេខណាហើយ id ក៏ជាលេខ age ក៏ជាលេខហើយ number ក៏ជាលេខ phone number ក៏ជាលេខ phone number អញ្ចឹងយើងមានប្រព័ន្ធនេះយើងមិនបាច់ចាំតែសេបែបនេះក៏បានយើងអាចទៅសេតម្រង់បែបនេះក៏បានតែយើងខ្ញុំសូមធ្វើការឧទាហរណ៍ជាមួយ string ម្ដងនេះក៏ជាប្រភេទ data ក៏ជាប្រភេទនេះណាជាប្រភេទ data type ដែរប្រភេទkeyword របស់ data type ដែររបស់ប្រភេទទិន្នន័យដែរអញ្ចឹងstring string ហើយយើងដាក់ឈ្មោះឲ្យវាដោយ name string ឈ្មោះវា name តបមក string name string dob ថ្ងៃខែឆ្នាំកំណើតហើយថ្ងៃខែឆ្នាំកំណើតហើយaddress ហើយយើងមានអីគេខ្លះយើងមាន name ថ្ងៃខែឆ្នាំកំណើត address ហើយនឹងអីគេមួយទៀតមើលខ្ញុំសុំមើលទៀតថ្ងៃខែឆ្នាំកំណើត address ហ្នឹងហើយឥឡូវយើងមានតែប៉ុណ្្នឹងទៅប៉ុណ្ណឹងហើយយើងអាចដាក់ចេះបានតមកយើងធ្វើការ cin ទៅលើ console cin នេះគឺយើងវាយបញ្ចូលគឺមិនមែនដូច insertion នេះទេមិនមែនដូចការបញ្ចេញអក្សរមកតែម្ដងទេគឺនេះគេហៅថា extraction គេហៅថាជានេះជា expression គេហៅវាថាជា expression អញ្ចឹងដើម្បីយកវាមកប្រើបានអញ្ចឹងយើងគ្រាន់តែ cin មក cin ហើយសញ្ញា extraction operator យើងកុំច្រឡំណានេះគឺត្រូវតែនេះអញ្ចឹង id តមកទៀតយើងយក id ហើយយើងយក name នេះយើងយកពីនេះយកមកដាក់កន្លែងនេះអញ្ចឹងណាហើយយើងយក age តបមកយើងយកអីទៀត age ហើយ dob ហើយ address យើងទៅសេឲ្យត្រូវបើសេខុសនេះគឺ error តមកទៀតគឺ phone number ឬក៏យើងចុច control ហើយ space មួយមកឲ្យវាចេញ keyword ហ្នឹងទៅហើយយើងមើលទៅថាត្រង់កន្លែងណាយើងប្រើ error key ទៅហើយយើងចុច select ទៅវាហើយ enter ទៅគឺវាបានដូចគ្នាអញ្ចឹងcin មានប៉ុណ្ណឹងហើយយើងធ្វើការដូចម្សិលមិញទៅយើង save វាទៅ compare run ហើយវាចូលដល់កន្លែងនេះគឺយើងដាក់ថាលេខ2អានេះគឺឈ្មោះហ្នឹងវាថា listen ចាយើងអ្នក IT យើងត្រូវតែសរសេរកំដក clear យើងត្រូវតែប្រើសញ្ញានេះសញ្ញាត្រង់នេះក៏ប៉ុន្តែយើងកំដក clear ដក clear វាមានបញ្ហានៅពេលដែលយើងប្រើ command បញ្ជាមើលវាអញ្ចឹងយើងនេះទៅដាក់ថា cin listen cin អញ្ចឹងហើយយើង save មកយើងគ្រាន់តែដាក់ឈ្មោះ file C++ ហើយយើង save ទៅerror អីcin id ឥឡូវខ្ញុំសាកនេះសិន cin id ខ្ញុំសាក run សិនណាតើវាខុសអីគេអូខេអញ្ចឹងយើងត្រូវផ្ដាច់វាមួយណាin id មកមើលទៅមើលកាត់ទេជឿយើងត្រូវធ្វើវាមួយអញ្ចឹង cin sorry ខ្ញុំច្រឡំដោយសារតាប្រភេទ operator ខ្ញុំខំប្រាប់ថាប្រភេទ stream insertion និង stream extraction ហ្នឹងវាខុសគ្នាពេលអញ្ចឹងខ្ញុំសរសេរទៅវាច្រឡំពេលអញ្ចឹងវា error តាមពិតទៅយើងបាច់ចាំដាក់ហ្នឹងទៅបានដែរយើងគ្រាន់តែខុស insertion និង extraction ភាគច្រើនខ្ញុំច្រឡំមកកន្លែងហ្នឹង
ដែលខ្ញុំរៀនដំបូងគឺកន្លែងហ្នឹងចង់បែកពពុះមាត់អញ្ចឹងនេះយើងទៅសេប៉ុណ្ណេះមកដោយ cin គឺយើងត្រូវប្រើគេហៅថា extraction operator stream extraction operator អញ្ចឹងយើង run មកគឺបានដោយវាអត់មានចេញអីទេគឺយើងត្រូវវាយបញ្ចូលដោយទី1គឺយើងវាយអីគេមើលមើលតើវាតូចតិចហើយយើងមើលតម្លៃទី1យើងវាយ ID អញ្ចឹង ID គេថា ID 10 គុត 88 ID 10 គុត 88ហើយទី2 name អញ្ចឹង name ដាក់ថា ORPUM ឈរពុំហើយបន្ទាប់មកទៀត age គឺ20ឆ្នាំហើយបន្ទាប់ DOB គឺថ្ងៃខែឆ្នាំកំណើតគឺយើងចេះតែដាក់ទៅ20ខែ3 2000អីចឹងទៅហើយaddress គឺយើងដាក់នេះមកយ៉ាព្រៃវែងតបមក phone number គឺលេខទូរស័ព្ទមក097123ចឹងទៅនេះតបមកវាបានប៉ុណ្ណេះនៅពេលដែលយើងវាយបញ្ចូលទៅគឺវាបានទិន្នន័យប៉ុណ្ណឹងនៅពេលបានទិន្នន័យប៉ុណ្ណឹងហើយគឺវាធ្វើការសូជាប់នៅកន្លែងហ្នឹងហើយនៅពេលដែលយើង press key ណាមួយគឺវានឹងលុតទៅវិញអញ្ចឹងនេះគេហៅថាជាការបញ្ចូលទិន្នន័យតាមរយៈ console ដោយ function cin អញ្ចឹងយើងអាចប្រើ cin ជាមួយនឹងcout បានដោយយើងចង់បង្ហាញទិន្នន័យឲ្យស្អាតព្រោះទិន្នន័យមិញនៅពេលដែលយើងសូចេញមកគឺវាឃើញអត់សូវស្អាតទេណាឃើញមើលទៅគឺវាមានតែនេះយើងអត់ដឹងថាអាហ្នឹងគឺជាអីចឹងអញ្ចឹងយើងគ្រាន់តែនេះមកគ្រាន់តែបង្ហាញនៅក្នុង screen ទៅដោយ cout គឺវាជាmanipulator ហ្នឹងគឺវាយក keyword យកមកបញ្ចេញយក key function ដែលមានស្រាប់ហ្នឹងយកមកបង្ហាញបន្ទាប់មកនៅexpression គឺវាហៅយកមកប្រើអញ្ចឹងនៅពេលដែលយើងប្រើ cout ជាមួយនឹង cin យើងនឹងប្រើបែបណាអញ្ចឹងខ្ញុំធ្វើការបង្ហាញដោយ cout យើងធ្វើការ cout យើងទៅសេ cout មួយមក cout គឺ insertion operator បន្ទាប់មកយើងមានdouble quote សញ្ញាហ្នឹងគេហៅថាសញ្ញា double quote អញ្ចឹងយើងដាក់មួយមកយើងដាក់ថា information ព្រោះអាហ្នឹងគឺជាព័ត៌មានតើខ្លួនយើងថាដាក់ថា my information ក្នុងហ្នឹងគឺយើងទៅសេមិនក៏បានដែរក្នុងវងកញ្ចក់ហ្នឹងគឺវាអត់ error ទេកុំឲ្យតែយើងទៅសេសញ្ញាអីផ្សេងយើងដាក់ថា my information ចឹងមកហើយយើងដាក់រៀបចំចឹងមកតបមកយើង break line វាមួយចា EDL តបមកទៀតគឺយើងធ្វើការដាក់មួយទៀតដាក់ថាយើងប្រើវាផ្គុំគ្នាណាមកផ្គុំថាដាក់ថា input ID ចឹងទៅ input ID ចឹងទៅឬក៏យើងដាក់ចេះឲ្យដក clear គឺយើងចេះទៅ input ID ហើយយើងប្រើ cin នៅត្រង់កន្លែងហ្នឹងណាយើងលុបអានេះចោលសិនលុបអានឹងចោលទៅតបមកយើង cin ID នៅកន្លែងនេះយើងចាប់ ID ហ្នឹងចូលមកកន្លែងហ្នឹងមួយអញ្ចឹងទៅតាមមក cin ហើយយើងប្រើ extraction operator យើងធ្វើការនេះវាមកឲ្យស្មើគ្នាស្រួលមើលអញ្ចឹង extraction operator យើងដាក់ថា ID អញ្ចឹងទៅតបមកទៀតយើង cout ម្ដងទៀត
អាហ្នឹងនៅពេលដែលវា console មក code វា run ពីលើចុះមកក្រោមអញ្ចឹងវាគាត់ថា run plate មកវាចាប់ផ្ដើមអានin នឹងទៅពី in រហូតដល់ string ហ្នឹងមកហើយវាជួបនៅកន្លែងនេះវានឹងធ្វើការបង្ហាញ code នេះចូលទៅក្នុង console បន្ទាប់មកយើងជួបដល់កន្លែងនេះយើងវាបង្ហាញ code នេះចូលក្នុង console ទៀតបន្ទាប់មកទៀតវាអានដល់ ID នេះ cin ID នេះដែលជា extraction ដែលជាគេហៅថាជា input data នេះដែលជា console input ហ្នឹងចូលទៅក្នុង console វានឹងឲ្យយើងវាយលេខនៅលើហ្នឹងហើយដោយកន្លែងនេះគឺយើងមិនបាច់ចាំប្រើនេះទេព្រោះដើម្បីឲ្យcin នេះឡើងមកកន្លែងនេះអញ្ចឹងណាដើម្បីcin នេះឡើងមកកន្លែងនេះទៅហើយវានៅពេលវាធ្វើការចប់វានឹងរំលងបន្ទាត់ឲ្យយើងឯងអញ្ចឹងចូលដល់ទីបន្ទាប់ទៀតយើងមិនមានអីទេយើងមិនហៅ name នេះយើងមកប្រើដើម្បីជាព័ត៌មានរបស់យើងអញ្ចឹងត្រង់កន្លែងនេះគឺយើងធ្វើការហៅវាមកប្រើមកដោយ cout ហើយយ៉ាងនេះមកហើយយើងដាក់ទៀតទៅដាក់ថា input name តមកយើង cin name នេះយើងទៅសេឲ្យត្រូវមើលនេះសេត្រូវគ្នាបើយើងទៅសេមិនត្រូវទេគឺវាអត់ run ទេអញ្ចឹង cout ទៀតអាហ្នឹងគឺយើងប្រើបូកជាមួយគ្នាណា cout និង cin ប្រើបូកជាមួយគ្នាគឺវាមានលក្ខណៈបែបហ្នឹងអញ្ចឹងទៅហើយយើង input អីគេទៀត input age input អាយុអញ្ចឹងណាin view ណា input age អញ្ចឹងទៅតបមក cin យ៉ាsorry ត្រង់កន្លែងនេះខ្ញុំទៅសេខុសនេះវាជានេះទេអញ្ចឹងcin អីគេយើងនេះមកយើងមើលមក cin អីគេមិញ cin age អញ្ចឹងin age ហើយដាក់ age ចូលមកតមកទៀតយើង cout input អីគេ input date of birth date យើងសេពេញទៅ date អត់ទេសេពេញវាឆ្ងាយសេពេញវាច្រើនឥឡូវសេពេញចុះ date of birth អញ្ចឹងយើង cin មក cin យើងចូលទៅមើល dob មក dob ទៅនេះ dob date of birth date of birth អញ្ចឹង dob តមកទៀតយើង cout ទៀត cout input អីគេទៀត dob ហើយ id ហើយនៅ address អញ្ចឹង input address មកinput address តមក cin address នេះតមកនៅ number មួយទៀតអញ្ចឹងយើង cout number cout សិនបង្ហាញសិនយ៉ាអញ្ចឹងយើងនេះមកបង្ហាញមកដាក់ថា input ដូចគ្នា input ហ្នឹងមានន័យថាវាយបញ្ចូលដើម្បីឲ្យ user ហ្នឹងវាយបញ្ចូលអញ្ចឹងយើងវាយបញ្ចូលអីគេដោយមិញយើងគាត់នៅនេះទៅយើង run ហ្នឹងទៅឲ្យយើងវាយបញ្ចូលក្នុង console តមកយើងធ្វើអានេះដើម្បីឲ្យយើងងាយស្រួលមើលថាយើងត្រូវវាយបញ្ចូលអីអញ្ចឹងទៅណាអញ្ចឹង input អីគេ input address input address input phone number input phone number អញ្ចឹងទៅតមកនេះទៀតទៅ phone number ហើយcin ច្រឡំ
cin ទៅ cin phone number នេះ phone number ហើយយើងប៉ុណ្ណឹងមានប៉ុណ្ណឹងតមកយើង run cout នេះហើយយើង run វាមកនេះទៅវានឹងសូដាក់ថា my information ហើយ user ប្រាប់ថាចេះអ្នកសេកម្មវិធីខ្ញុំសេកម្មវិធីមិញឲ្យវាប្រាប់ថាឲ្យ user input id អញ្ចឹងid របស់ user គឺអីគេ001អញ្ចឹងទៅតមក name ឈ្មោះរបស់ user ឈ្មោះអីគេឈប់ពុំអីចឹងទៅឈប់ពុំតមក age អាយុរបស់ user ហ្នឹងប៉ុន្មានគាត់ថា20ឆ្នាំហើយ date of birth អញ្ចឹងកើតថ្ងៃណាខែណាឆ្នាំណាអញ្ចឹងថ្ងៃទី30ខែ7អីចឹងទៅឆ្នាំអីគេ2006អញ្ចឹងទៅតមកទៀត address ហ្នឹងអីគេខេត្តមកពីខេត្តអីគេខេត្តព្រៃវែងអីចឹងទៅញ៉ាវែងខេត្តព្រៃវែងតមក phone number ផងគាត់គាត់មានលេខទូរស័ព្ទអីគេលេខទូរស័ព្ទគាត់លេខ097 096 888អីចឹងដែរហើយយើង enter មកគឺវាបានទិន្នន័យបានហ្នឹងតមកទៀតយើងឃើញថាទិន្នន័យនេះទិន្នន័យហ្នឹងគឺវាមើលទៅវាអត់ស្មើគ្នាទេមែនទេអញ្ចឹងយើងរៀបចំដោយប្រើ/t យើងប្រើរៀបចំឲ្យស្អាតទៅអញ្ចឹងដើម្បីរៀបចំវាឲ្យស្អាតគឺយើងត្រូវប្រើ /t អញ្ចឹងទៅនេះប្រើមកថា /t អញ្ចឹងទៅឲ្យវា tab មក tab នេះ /t ត្រង់កន្លែងណាវែងគឺយើងពង្រួមអក្សរទៅណាកន្លែងនេះយើងដាក់ថា dob ទៅឲ្យវាខ្លីៗបន្តិច /t តបមកទៀតយើង /t ទៀតមកយើងដាក់នៅខាងនេះក៏បាននៅខាងនេះក៏បានតែយើងដាក់នៅខាងនេះទៅវាមើលទៅរៀងគួរសមបន្តិចដក space ចេញឲ្យវាមើលទៅវាស្អាតកាលណាអ្នកផ្សេងកូដរត់ឲ្យយើងមើលទៅដាក់តា phone ទៅបានមើលទៅស្អាតអាហ្នឹងមិនមានអារម្មណ៍ទៅសេអញ្ចឹងមក/t អញ្ចឹងទៅហើយយើង run តាមអីទៅវានឹង tab មកបន្ទាត់អញ្ចឹងយើងនេះមកយើងដាក់ save មក save នឹងថាយើងដាក់ថាid 00 123អញ្ចឹងទៅតមក name តមក age dob តមក address កន្លែងនេះក៏វាអត់សូវស្អាតដែរអញ្ចឹងយើងត្រូវរៀបចំវាទៀត address អញ្ចឹងមកយើងមើលទៅ address ដល់ថាព្រៃវែងណា phone number អញ្ចឹងទៅវាធ្វើការស្អាតអត់ឃើញអត់វាចេញមកស្អាតអញ្ចឹងណាអញ្ចឹងយើងឃើញហើយថាអូអាកន្លែងនេះត្រង់កន្លែងនេះវាមើលទៅវាអត់ស្មើគ្នាវាញ៉ៃញ៉ៃអញ្ចឹងយើងនេះវាទៀតទៅយើងធ្វើការ/t អាហ្នឹងដែរទៅឲ្យវារត់ស្មើគ្នាទៅអញ្ចឹងយើងនេះមកហើយយើងដាក់/t នៅខាងនេះម្ដងណាកន្លែងនេះចុចខាត់ពីនេះយើងមកដាក់នេះវិញមកឬក៏យើងដាក់កន្លែងហ្នឹងផងហើយកន្លែងនោះផងទៅតែបាច់ទេយើងដាក់ចេះទៅហើយយើងធ្វើការបន្ទាត់កន្លែងនេះម្ដងត្រង់កន្លែងហ្នឹងគឺយើង/t នេះទៅធ្វើម៉េចឲ្យវាស្អាតចឹងទៅចំណាយពេលរៀបចំវាបន្តិច
ចឹងទៅចឹងយើងធ្វើការ run ម្ដងទៀតឃើញអត់ ID ចឹងយើងឲ្យពេញ ID name x 50 code DOP ដាក់ចោលហើយណា address ហើយ phone number ចឹងទៅឃើញវាចេញមកស្អាតចឹងយើងរៀន see out គឺវាមានប៉ុណ្ណឹងហើយមួយទៀតបើសិនបើយើងចង់ដាក់ color ទៅឲ្យផ្ទាំង console នេះកុំឲ្យវាសខ្មៅអញ្ចឹងគឺយើងអាចដូរទៅលើអាសនេះបានឧទាហរណ៍យើងចង់ដាក់ពណ៌ Q ពណ៌ក្រហមពណ៌លឿងអីចឹងទៅគឺយើងអាចដាក់បានអញ្ចឹងយើងអាចដាក់ color វាដោយប្រើ function មួយឈ្មោះថា system គឺយើងសម្រាប់ដាក់ពណ៌ហើយយើងសរសេរចេញមកថ្មិញកដុលហើយដាក់ថា color A មានន័យថាវាពណ៌បៃតងយ៉ា color សេខុស color A អញ្ចឹងទៅតោះមកយើង run ទៅវានឹងចេញពណ៌អក្សរនោះពណ៌បៃតងនេះពណ៌បៃតងអញ្ចឹងទៅនៅពេលយើងបញ្ចូលលេខច្រើនពេកគឺវាអត់អាចផ្ទុកបានទេផ្ទុកទិន្នន័យបានច្រើនទេព្រោះ integer វាផ្ទុកបានតែ250ប្រហែលទេអញ្ចឹងយើងធ្វើការនេះសារថ្មីចូលសារថ្មី256ក្នុងចន្លោះ256ខាងវិជ្ជមាននិងអវិជ្ជមានអញ្ចឹងយើងអាចដាក់ត្រឹម00 14អីចឹងទៅហើយយើងដាក់ name ទៅ name អីក៏បានដែរហើយ age អាយុហើយ DOB អីចឹងទៅតមក address ចឹងទៅហើយ phone number ចឹងទៅគឺបានហ្នឹងគឺមើលទៅឃើញស្អាតហើយប៉ុណ្ណឹងអញ្ចឹងវីដេអូមួយនេះមានតែប៉ុណ្្នឹងទេយើងនឹងសិក្សាទៅលើIO stream បន្តទៀតដោយវីដេអូក្រោយយើងនឹងសិក្សាអំពី clock អញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេ